ឲ្យសត្វទាំងអស់បានសេចក្តីសុខយើងតែនិយាយចុះសុំមកទីសុខចុះបើគេកើតទុករឿងកើតទុកវាជាសេចក្តីទុករបស់គេវាបាបកម្មរបស់គេប៉ុន្តែអាចិត្តរបស់យើងនេះវាអត់ព្យាបាទចិត្តរបស់យើងនេះវាល្អចិត្តរបស់យើងនឹងអត់ចង់ឲ្យមានសត្រូវអញ្ចឹងបើគេតាំងចិត្តជាសត្រូវរបស់យើងអានឹងរបស់គេនឹងឯដូចព្រះបរមគ្រូព្រះអង្គមាន unconditional love អញ្ចឹងស្រឡាញ់អត់មានថាទេវតតមកពមៀលថ្មអញ្ចឹងអញស្អប់ទេវតតទេអត់ទេចិត្តព្រះអង្គអត់មានសត្រូវទេចុះបើគេទុកព្រះអង្គជាសត្រូវអារឿងរបស់គេប៉ុន្តែក្នុងប្រទេសហ្នឹងវាអត់មានចាត់ណាជាសត្រូវជីវិតរបៀបហ្នឹងបានហៅថាមាន freedom ពិតប្រាកដចិត្តវាមាន freedom ចិត្តវាមានសេរីភាពចិត្តវា fresh ហើយបើ keep នរណាម្នាក់ជាសំអប់របស់យើងចិត្តហ្នឹងអត់ fresh ទេចិត្តហ្នឹង allergy ហ៎យល់ទេហើយនរណាដែលយើងស្អប់យើងអត់ឈ្នះគេទេហាក់ដូចជាគេឈ្នះយើងមានន័យថាគេមកធ្វើឲ្យចិត្តយើងសៅមងបាត់ប៉ុន្តែតាមអំណាចកិលេសរបស់ប្រធុជនយើងបំខឹងវាដូចមិនអស់ចាហើយមែនទេនឹងអនុគ្រោះឲ្យវាដូចកើតទេមិនធៀបពិតដាក់គុកចិត្តខ្លួនឯងមកផតណាមួយហ្នឹងឡើងក៏ខិចធ្វើបន់មកកណោវាស្អាតហើយចិត្តអាកន្លែងហ្នឹងប៉ុន្តែដល់នឹកឃើញម្នាក់ទៀតក៏ខិចបដ ாய் ជួនកាលគេអត់ទាំងដឹងខ្លួនផងឯងហ្នឹងមកសៅម៉ងចឹងអញដូចឧទាហរណ៍ធ្វើបន់មួយចឹងថតវីដេអូទុកចឹងណាសบายចិត្តតែទៅគេចាំងចំមុខទៅបែកណាមួយមិនស្អប់ចិត្តហ្នឹងកោរោគភ្លាមតោសៈភ្លាមបដិខៈភ្លាមឃើញទេអញ្ចឹងតួចិត្តដែលមានសេរីភាពពិតប្រាកដគឺចិត្តដែលជ្រះអកុសលហើយគណៈណាដែលចិត្តមានអកុសលត្រូវដឹងថាគណៈហ្នឹងគឺចិត្តអាពាតជំងឺចិត្តប៉ុន្តែខាង psychology ខាង mental អីវាទល់តែមនុស្សនឹងកើត stress depression anxiety ឬក៏ធ្ងន់ធ្ងរជាងហ្នឹងបានគេហៅថាជំងឺផ្លូវចិត្តប៉ុន្តែនៅក្នុងពធឲ្យតែអកុសលកើតគឺជាជំងឺផ្លូវចិត្តដែរនឹងលោភៈក៏ដោយទោសៈក៏ដោយមោហៈក៏ដោយអ៊ីសាចំណែនស្អីសិតតែរោគផ្លូវចិត្តទាំងអស់ដែលត្រូវលាងជំរះដោយកុសលឃើញទេហើយខាង psychology ខាងពួកអ្នកចិត្តសាស្ត្រមានពេលបាក់ចិត្តខ្លះជាងការឲ្យទៅសុបាយអាសុបាយយើងសិក្សាធម៌ទៅអាហ្នឹងរោគមួយទៀតកំពុងតកបោសមួយទៀតហ្នឹងឥឡូវឲ្យសុបាយអញ្ចឹងថ្ងៃក្រោយសុបាយអញ្ចឹងឡើងកាត់ទុកទៀតឃើញទេដល់ព្រះសម្មាសម្ពុទ្ធអត់ឲ្យទៅស្វែងរកអារម្មណ៍ទេឲ្យមកមើលចិត្តហ្នឹងហើយចិត្តទោសៈចិត្តប្រកបដោយលោភៈចិត្តប្រកបដោយទោសៈឃើញថាចិត្តហ្នឹងមានរោគដូចគ្នាកំពុងទៅក៏ការរោគអាកំពុងជាប់ក៏ការរោគប៉ុន្តែអ្នកចិត្តសាស្ត្រដល់ច្រើនយ៉ាងច្រើនឲ្យទៅដើរលេងឲ្យទៅ holiday ប៉ុន្តែដឹងថា holiday យូរអត់លុយទេ stress អារឿងអត់លុយនឹងទៀតមកវិញបាក់ចិត្តលើដើមចាយអស់អញ្ចឹងមិនមេគារបស់ពុទ្ធអត់ចាំបាច់ទៅណាអត់ចាំបាច់កិច្ចអត់ចាំបាច់ទៅណានៅនឹងតែកំណត់ដឹងធម៌ដែលកំពុងប្រាកដពីព្រោះនៅក្នុងលោកនេះទីណាក៏ដោយក៏មិនលើសពីទ្វារ6នឹងដែរទៅណាក៏ត្រឹមឃើញដែរឥឡូវនៅនេះឃើញអត់ឃើញទៅសមុទ្រឃើញអត់ឃើញហើយលត់ដូចគ្នាអញ្ចឹងពាក្យថាពិចារណាឃើញថាធម៌ទាំងឡាយកើតហើយរលត់ហ្នឹងមិនមែនកន្លែងណាទេពេលណាកន្លែងណាឲ្យតែឃើញហើយរលត់ឮហើយរលត់ដូចម៉ាញ់និយាយចិត្តម៉ោងអាសំឡេងពីមុនមករលត់អស់ណាហ្នឹងឥឡូវកំពុងនិយាយកំពុងប្រកាសហើយបាត់ដូចគ្នាមកតាមផ្លូវឮសលេងឡានឮហើយបាត់ឥឡូវឮស្មាននិយាយវ៉ោតិចបាត់អស់មានអីលើហ្នឹងទៅស្ដាប់អីទៀតក៏ឮហើយបាត់ដែរស្មានពីក្មេងសិនសមុទ្រតិចបាត់តែស្មានមិនស្ដាប់បាត់តែមួយនិយាយបាត់អស់មានណានៅណាអត់កៅសារ៉ាត់សិនសមុទ្រអិនយើងអិននារីអូដឹងអស់ឥឡូវបាត់តែមួយនិយាយចប់មានស្អីទៀតឃើញទេអញ្ចឹងបានមេគារបស់ព្រះអង្គខ្លីចំប៉ុន្តែខ្លឹមមានន័យហើយអត់សូវវាងញ៉ៃទេហើយដល់ពេល
យើងចូលទៅពិធីអីចេញចុះខួរក្បាលយើងចាប់ផ្ដើមអញ្ញៃអញ្ចឹងមិនញាតិញោមចូលទៅធ្វើបុណ្យដ៏ច្រើនអញ្ចឹងមកយើងចូលទៅយើងអត់ចូលទៅរកធម៌ព្រះអង្គមែនទេណាយើងទៅរកធម៌អាចារ្យមុនមែនទេចាស់ទៅវត្តអត់ដឹងអីសួរអាចារ្យចឹងអាចារ្យឲ្យធ្វើនេះឲ្យធ្វើនោះអញ្ចឹងយើងចាប់សញ្ញាដំបូងយើងទៅគិតថាធ្វើអីមានអីធ្វើអីមានអីវាភ្លេចមករៀនអ្វីដែលពុទ្ធបរិញ្ញានេះចឹងមែនអត់យើងទៅវត្តគ្រប់គ្នាអូហើយតិចខុសនេះទៅតិចខុសនោះទៅតិចខ្វះនេះទៅតិចខ្វះនោះទៅហើយដល់ព្រះសម្មាសម្ពុទ្ធពុទ្ធឯណាដែលកំងថាត្រូវធ្វើនេះធ្វើនោះអត់នរណាមានអីធ្វើនឹងទៅមិនមានអីតាមអត់មានទៅឃើញស្រួលអត់និយាយពីអ្នកក្រយ៉ាងណាក៏ជួបពុទ្ធក៏អាចចម្រើនកុសលកើតពុទ្ធងាយបំផុតដូចបើយើងគិតថាធ្វើបុណ្យត្រូវមាននេះមាននេះចុះដូចនាងអណោជាការនោមព្រៃសោះទៅព្រៃបែបការនោមព្រៃបាន2តងយកទៅថ្វាយបច្ច័យដីចុះអ្នកគេមានមាសទៅធ្វើអាហ្នឹងគេមានគេធ្វើទៅហើយយើងមិនមានទៅធ្វើតាមគេស្អីកុសលចិត្តវានៅក្នុងចិត្តនេះតាឃើញទេឬដូចមត្តកុណ្ដលីឪពុកមិនដែលនាំទៅវត្តប៉ុន្តែសំណាងចិត្តស្លាប់ព្រះអង្គទៅឈរនៅខាងមុខផ្ទះហ្នឹងក៏នឹងងាកឃើញពលឺព្រះអង្គបន្តិចក៏ជ្រះថ្លាទៅសួរតែមានអីកុសលចិត្តឃើញទេអញ្ចឹងអ្វីដែលព្រះសម្មាសម្ពុទ្ធបរៀនមកគឺដើម្បីឲ្យឃើញដំណើរនៃចិត្តហ្នឹងធ្វើយ៉ាងណាឲ្យយល់សេចក្តីល្អពិតប្រាកដហើយឲ្យឃើញទោសអកុសលពិតប្រាកដហ្នឹងហើយអញ្ចឹងអាត្មាមានពេលខ្លះអាត្មាចេះថានិយាយហ្នឹងដោយសារអីអាត្មាសំណោះកម្លាំងញាតិញោមដែលទៅវត្តខ្លះអត់សូវបានគិតផ្ទះសបាយផងគិតវត្តជាងហ្នឹងហើយប៉ុន្តែអ្វីដែលទទួលបានមកវិញវាតិចពេកវាអត់សមនឹងការលះបង់បើយើងទៅធ្វើការទៅធ្វើអីក៏មិនមែនបានទទួលកម្រៃឬក៏ស្អីចឹងដែរប៉ុន្តែដល់ពេលយើងទៅតាមទម្លាប់រហូតដល់យើងលែងចម្រើនអបញ្ញាហ្នឹងទម្លាប់រហូតដល់យើងយល់ថាយើងចេះហើយព្រោះអញប៉ុណ្ណឹងអញចេះហើយពឹកឡើងធ្វើអីប៉ុណ្ណឹងភ្លេចរៀនអវាទពុទ្ធភ្លេចរៀនអវាទពុទ្ធរហូតដល់ខាងម្សិលសំសិលម្ដងព្រោះហើយអត់ចម្រើនបញ្ញាទេអត់សិក្សាអីបន្ថែមទេតែចឹងទៅយូរទៅ20-30 ឆ្នាំបូកសរុបមួយមិនដឹងបានអីអត់ដឹងបានអីយូរទៅទុនទៅអាចគង់ក៏ទុនទៅណែប៉ុន្តែក៏មើលលេងឃើញទៅដល់តែមិនបានមេរៀនសម្រាប់អប់រំចិត្តបន្តិចទៀតគេយកទៅនឹកស៊ីងហូមហើយវាលេងបានសុបាយដល់ធ្វើបុណ្យនឹងទៀតហើយហ្នឹងហើយអត់មានធัวសម្រាប់ពិចារណាដេកមើលទៅភ្លើងម្នាក់ឯងហ្នឹងទៅកើតទុកកណ្ដោយកណ្ដែងវែងវាន់ពេញហ្នឹងឯងតែបើយើងមានធัวអប់រំចិត្តណាទៅណាក៏បានដែរអញ្ចឹងហើយបានជាតបោះសម័យពុទ្ធកាលឬក៏មុនពុទ្ធកាលយើងឆ្ងល់ដែរហេតុអីបានជាលោកទាំងនោះអាចទៅនៅព្រៃរហូតដល់ស្លាប់នឹងព្រៃម្នាក់ឯងបានអត់មាន feel កណ្ដោយកណ្ដែងទេព្រោះអីគេ train ចិត្តរបស់គេហើយយើងដេកសើក្នុងសិនតិចនៅកោតទុកទៀតមែនទេព្រោះអីយើងជាប់មានពេលខ្លះយើងជាប់ពិធីធ្លាប់ទៅវត្តជុំគ្នាធ្លាប់ទៅវត្តជុំគ្នាសប្បាយឃើញគ្នាច្រើនដល់ពេលគេយកទៅដាក់ isolate អ្នកឯង stress ហើយកាលណាយើងយល់ពីដំណើរចិត្តណានៅមួយមានគ្នា apply តាមរយៈមានគ្នានៅម្នាក់ឯងធ្វើការតាមរបៀបម្នាក់ឯងអត់អីអញ្ចឹងបានអ្នកខ្លះគេថាអាត្មានៅតែឯងហ្នឹងអបសុកអត់បើសិនជាអាត្មាមិនចង់នៅអញ្ចឹងបានអបសុកចុះពេលមានគ្នាបើអត់ថាអត់ទេពេលមានគ្នាយើងរស់តាមរបៀបមានគ្នាទៅមែនអត់ចុះពេលអត់គ្នារស់តាមរបៀបអត់គ្នាទៅហើយតែយើងចង់ដូរចង់ចេះចង់ចោះអាហ្នឹងឲ្យតណ្ហាហើយអាតណ្ហាហ្នឹងឲ្យនាំឲ្យកើតទុកពុទ្ធព្រានមែនអត់មិនចឹងញោមចិត្តដល់នៅសឹងហូមចិត្តហ្នឹងហើយកុំភ័យបើមានធម៌កុំភ័យហ្នឹងហើយប៉ុន្តែដើម្បីកុំឲ្យភ័យបានដល់យកជាអាវុធរបស់យើងណា
ចាស់ទៅគុំមកដេញកោតទុកគ្រាន់តែចៅមិនមកលេងនោះអូអានឹងគ្រោះថ្នាក់មិនក៏គេមិនមកលេងអញពេលខ្ញុំពិចារណាធម៌មែនទេណាគេមកលេងច្រើនញ៉ៃវិញនៅពេលដែលគេមិនមកចិត្តត្រូវអរគុណថាគេទុកឱកាសឲ្យយើងអប់រំផ្លូវចិត្តហើយឲ្យតែគេបានសុខទៅបានហើយអញ្ចឹងណាអូគេមិនមករស់ណាគេបានសុខរបស់គេហើយប៉ុន្តែទៀមទីឲ្យគេមកលេងអញញឹកអញញ៉ៃគេអត់បានមកដើរដកទៅហើយតិចនឹងវែងពេញពេទ្យនោះតិចមកថាលេងមែនទេណាពួកអីអាតូមណោះហ្នឹងជាអាពាធផ្លូវចិត្តទៅចិត្តតែគេមកអីមកហ្នឹងអត់មានកុសលទេគឺអកុសលហើយតែអកុសលញឹកញយ stress តិចទៅ depression ណាតិចទៅ dementia បដ ாய் ភ្លេចចៅឈ្មោះអីក៏លែងចាំហ្នឹងហើយអញ្ចឹងបើនិយាយពីឱកាសនៅស្រុកនេះអាត្មាគិតថាញាតិញោមមិនបាច់ទៅបួសនៅព្រៃដូចតាបោះទេបួសនឹងនៅស៊ីនហូមហ្នឹងទៅគេមើលថែគ្រប់សពមែនទេខ្វះអីចុចទឹកកណ្ដឹងទៅគេមកហើយមួយទឹកឲ្យទៀតចាស់ងើបមួយគេមានម៉ាស៊ីនលើកទៀតហ្នឹងហើយណាតែយើងអត់ព្រមកើតទុកបដ ாய் អញ្ចឹងយើងមើលសច្ចធម៌មិនមែនកើតទុកព្រោះចៅមិនមកកើតទុកព្រោះកូនមិនមកមិនមែនទេពុទ្ធអត់ថាចឹងផងថាកើតទុកព្រោះយើងត្រូវការកើតទុកព្រោះយើងចង់ទេឃើញទេទីមួយទុកសច្ចៈជាទុកប៉ុន្តែទុកសច្ចៈហ្នឹងមិនមែនកើតឯងទេថាមកពីតណ្ហាបងតែចឹងណាតែហត់ដូចថ្ងៃហ្នឹងតែយើងនៅតែឯងចឹងទៅចិនតឹងមិនក៏កូនមកកូនថាមកឥឡូវគេមកខ្វល់តែបើខណៈគិតបន្តិចកូនមកប្រហែលជាគេរវល់ហើយឃើញទេដូរគិតទៅបន្តិចអត់តឹងដែរមែនទេហ្នឹងហើយឬក៏កូនមកតែផ្លេតគេទៅវិញខឹងទៀតមើលវាមកផ្លេតទៅចោលអញបាត់ថាហ្នឹងកូនអញរវល់ដាក់តែប៉ុណ្ណឹងធូរហ៎កូនបញ្ញាព្រោះកូនរវល់អីចឹងទៅហ្នឹងដែលព្រះសម្មាសម្ពុទ្ធបង្រៀនធម៌ហ្នឹងអត់ឲ្យយើងធ្ងន់ទេឲ្យយើងមកដោះស្រាយបញ្ហាឥឡូវហ្នឹងហើយញាតិញោមយើងអត់ចង់រៀនធម៌ដោះស្រាយបញ្ហាឥឡូវហ្នឹងឯងចង់ទៅដោះស្រាយជាតិក្រោយវិញអូជាតិនេះខ្ញុំហួសហើយសូមកើតជាតិក្រោយមកប្រាប់ទៅបើបញ្ហាឥឡូវហ្នឹងដោះមិនចេញទេកុំសង្ឃឹមជាតិក្រោយកាន់នឹងវែងយល់ទេហ្នឹងហើយអញ្ចឹងជាសិស្សពុទ្ធជាពុទ្ធបរិស័ទមានន័យថាជាបរិស័ទរបស់ស្ដេចបណ្ឌិតគឺត្រូវទៅយកពាក្យរបស់ព្រះអង្គមកដោះស្រាយអាចិត្តបច្ចុប្បន្នដែលកំពុងខ្វល់ហ្នឹងហើយតែកាលណាចិត្តបច្ចុប្បន្នហ្នឹងដោះស្រាយបានហើយវាល្អហើយវាប្រកបដោយកុសលហើយវាជាប្លង់នៃសុគតិភពប៉ុន្តែយើងអត់តន់ដោះស្រាយចិត្តហ្នឹងឲ្យវាល្អហើយយើងប្រាថ្នាទៅជាតិក្រោយវល់ហ្មងព្រោះតួប្រាថ្នាតួលោភៈឃើញទេដល់តួលោភៈវាកើតអីជាបច្ច័យកើតពីតោមនោវល់ពេញមុនស្លាប់ហ្នឹងអត់ស្អាតទេចិត្តហ្នឹងចឹងបានអ្នកខ្លះស្ដាប់អាត្មាមិនទាន់ថាអាត្មាអូលោកឯងអត់មានជឿជាតិមុខជាតិក្រោយនិយាយតែរឿងបច្ចុប្បន្នហ្នឹងថាជាតិក្រោយវាអត់តតមកណាប៉ុន្តែអាប្លង់របស់ជាតិក្រោយមិនមែនជាតិក្រោយហ្នឹងទេប្លង់របស់ជាតិក្រោយគឺចិត្តជាតិនេះចឹងបើចិត្តជាតិនេះយើងដោះបានស្រួលហើយវាសន្តិហើយវាស្ងប់ល្អហើយមានណាទៅរុញទៅនរកបើប្លង់ល្អនេះពូជល្អក្របពូជល្អប្លង់យើងស្អាតតែប្លង់ស្អាតបដិសន្ធិមកស្អាតហើយហើយយើងបញ្ញាប់តែចាក់គ្រឹះមិនតាន់គូប្លង់ហើយផងហ្នឹងហើយអញ្ចឹងបានព្រះសម្មាសម្ពុទ្ធត្រាស់ថាបុគ្គលអ្នកមានចិត្តជាបុណ្យហ្នឹងបងថារីករាយក្នុងលោកទាំងពីរអ៊ីធមោទតិពេចមោទតិកតបញ្ញោឧបយតមោទតិបុគ្គលអ្នកមានបុណ្យហ្នឹងរមែងត្រេកអរក្នុងលោកទាំងពីរអ៊ីធមោទតិមានន័យថារីករាយក្នុងលោកនេះផងមានន័យថាលោកឥឡូវហ្នឹងជីវិតឥឡូវហ្នឹងតលទៅរកសេចក្តីរីករាយក្នុងជីវិតនឹងឃើញរីករាយដែលអត់ទោសហ៎អញ្ចឹងបានវាសាងប្លង់មួយទៀតពេចមោទតិវានឹងសាងប្លង់រីករាយនៅក្នុងលោកខាងមុខទៀតហើយតើទៅក្នុងកូនទៅក្នុងនេះទៅនោះទៅខ្សឹបប្រាប់ទៀតណាអូយ៉ាបាខ្ញុំជាតិនេះហួសជាតិណាកុំអុយបានប្តីដូចតប៉ែនឹងទៀតជាតិណាកុំអុយជួបកូនបាក់និយាយគ្នាអញ្ចឹងទៀត
អូគ្មានផ្លូវទេអានឹងដូចពីវេរាថ្មីទៀតដែរអញ្ចឹងចាំទៅថាបើកង្វល់ចិត្តជាតិនឹងដោះមិនបានទេត្រូវដឹងថាជាតិក្រោយកាន់តែខ្វល់យើងនឹងទៀតព្រោះវាយកអាខ្វល់ទៅផលិតតែប្លង់ជាតិក្រោយគឺត្រូវដោះអាចពៈជាតិនឹងឲ្យបានហើយជាតិនឹងកុំនិយាយដល់ថ្ងៃក្រោយគឺឥឡូវហ្នឹងពេលហ្នឹងឥឡូវហ្នឹងពេលហ្នឹងប្រាប់ខ្លួនឯងចឹងលើកាត់ទុករឿងអីខ្វល់រឿងអីដោះស្រាយចិត្តហ្នឹងសិនចឹងបើចិត្តស្ងប់ឥឡូវហ្នឹងចិត្តនឹងស្អាតឥឡូវហ្នឹងស្អែកតទៅក៏វាស្អាតដែរតែបើរសាទៅម្ដងយូរទៅ stress ចឹងបានអ្នកខ្លះរហូត stress យូរអត់ចង់រស់ចង់តែស្លាប់ខ្លួនក៏មានដែរវាបោកថ្ងៃបន្តិចមនុស្សឥឡូវចង់ស្លាប់ខ្លួនច្រើនណាស់មកជួបនឹងមិននឹងធុញណាត្រូវហើយដល់មែនទេនឹកពាក្យព្រះអង្គមួយយើងអត់យល់ផងស្ដាប់លោកសូត្រអល់បុណ្យណាក៏ស្ដាប់លោកសូត្រពហុទេវាដែរមែនទេមង្គលសូត្រមែនទេទៅបើយកបានតែមួយឯងគ្មានចេះកើតទុកទេក្នុងមង្គលហ្នឹងណាស់តែយើងទៅយកផ្សេងយើងស្ដាប់លោកសូត្រយើងទៅយកអាទឹកលោកបាចវិញយើងអត់ទៅយកអត្តន័យបើសិនតែយកអត្តន័យបានតែមួយឬពីរនៅក្នុងមង្គលហ្នឹងអត់ចេះកើតទុកទេឧទាហរណ៍ក្នុងហ្នឹងសន្តថេមួយយ៉ាងបងត្រាស់ថាកិរិយាត្រេកអរចំពោះរបស់ដែលមានជាមង្គលដ៏ឧត្តមមនុស្សច្រើនណាអត់ចេះត្រេកអរចំពោះរបស់មានទេទៅស្ដាយតែរបស់បាត់ហើយចង់បានរបស់មិនតាន់មានអាហ្នឹងដែលកើតទុកប៉ុន្តែរបស់កំពុងមានអត់ចេះអរមួយវាចាំមិនយោមួយដែលគាត់និយាយនៅផ្ទះបងសុកតូននៅពេញគាត់ថាបើជួបថាចង់តែនិយាយយ៉ាងម៉េចនោះអត់ទេអានឹងតាមចិត្តគាត់ទេណាប៉ុន្តែគាត់ថាคลิปនោះមកដូចជាផ្សាយដែរគាត់ថាឈឺចិត្តបំផុតណាដោយសារគាត់ចាញ់ឧបាយរបស់អ្នកបម្រើអស់លុយអស់កាក់ច្រើនណាហើយគាត់ឡើងទៅលើផ្ទះម៉ានដងចេះតែចង់តែបង្ហើយជីវិតហ្នឹងឲ្យវាចប់រឿងណាដែលគេប្រាប់ឲ្យស្ដាប់អាត្មាទៅអាត្មាលើកចំណុចហ្នឹងគាត់ថាស្ដាប់ចំមកកន្លែងអាត្មានិយាយថាអ្នកខ្លះហ្នឹងទៅកើតទុកតែជាមួយរបស់បាត់ហ្នឹងឬក៏ចង់បានតែរបស់មិនតាន់មានប៉ុន្តែរបស់នៅមានហ្នឹងអត់ចេះអមួយវាទេអ្នកខ្លះអស់លុយច្រើនមែនប៉ុន្តែបើនិយាយពីលុយសល់ច្រើនជាងអាត្មាឆ្ងាយណាស់បើគាត់ថាយីលោកនេះដឹងអីនៅសល់លុយទៀតអ្នកខ្លះថាចាញ់គេអស់រាប់លានហ្នឹងក៏ដោយប៉ុន្តែបើនិយាយកន្លែងមានហ្នឹងនៅមានច្រើនជាងអ្នកផ្សេងច្រើនណាប៉ុន្តែភ្លេចត្រេកអមួយវាដល់ភ្លេចត្រេកអមួយវាទៅស្ដាយរបស់បាត់ដល់ស្ដាយរបស់បាត់អារបស់មានហ្នឹងធ្វើឲ្យគាត់កើតមង្គលអត់កើតធ្វើឲ្យគាត់សុខចិត្តអត់បានឃើញទេចឹងមិនពាក្យប្រពុតមួយបើយើងគ្រាន់តែលឺអត់យកមកគិតអត់យកមកពិសោធន៍នៅក្នុងជីវិតទេអត់ជួយទេហើយតម្រុំតែស្ដាប់លោកសូត្រលឿនតិចរត់តែគិតលែងយល់ទៀតបើយល់មួយងាយយល់ផងមែនទេហើយដល់លោកសូត្រពហុទេវាមនុស្សសាចម្រៀងកលេសសូត្របល័យទៀតខ្ញុំដឹងថាមិនឥឡូវយើងគិតមើលបើយើងហៅថាសន្តៈសន្តោមានន័យថាត្រេកអរចំពោះរបស់មានសន្តោសៈហ្នឹងសន្តថេឬក៏សន្តោហ្នឹងប្រែថាត្រេកអរចំពោះរបស់ដែលមានជាមង្គលមិនបានជាមង្គលទី1វាអត់កើតទុកពីព្រោះឧទាហរណ៍របស់មានរៀបចាប់តាំងពីអវយវៈយើងដៃជើងមុខមាត់អីគ្រប់កន្លែងដែលយើងមានអ្នកដតីកំពុងតែឈឺទៅវះទៅកាត់ហើយយើងនៅអង្គុយបានហើយថាកើតទុកណាខ្ញុំទុកមិនដូចគេនោះខ្លាំងកំពុងដកខ្យល់បើនិយាយពីផ្ទះសបាយមានទៀតអាត្មាទៅវិញ homeless សុទ្ធនេះមែនអត់ហ្នឹងហើយមានឡានមានដីមានញោមណានេះមកជួបអាត្មាគាត់ថាបាក់ចិត្តណាក៏មានផ្ទះ3ហ៎
nó bà vậy nên mới đây với mình trâu có trong chul thay đây cái thằng trong thôi mà sợi khước nông chân á anh dùng nang ọt tiền nè mình trong anh nhận nhôm ọt đi bàn tay bởi chạy trịch cho môi nào là bỏ miếng cái sọc luôn á nè hai dân trăng du hơi tăng bị ban tay từ từ là hô đo miên là bỏ nâng hỏi môi khoe liếc khá tử men đấy bị thu ai cần làm việc tiệt bấy check tiệt tầm muối xem ruột cao công tu có ăn muối áp tiệt muối muối ăn nấu pi này men đấy này cho mình bom muối nó có thang cao để còn toàn snap thua có tu vót muối bị vót tu chơi chiang đọc trăm tiếp ấy vào đấy con mình on này ấy tiệt có thùng chiên kê không mầm lọc nằng làm trong chỉ một ấy của bạn này vẫn là đồ sọc em khơi thật trong ban ấy của hết ta lên đăng thật trong ban ấy tiếp đầu pe ba chất tích khăng tập đấy ấy đó khăng đấy ập từ đây mua máu cao tầm ập vào mèo của dùng sương ngọn ngày đầu pe còn snap tức ban còn đăng thao tục lục ba đấy mau bị chất ở trong cái này bà đó còn một khơi nhà sầm rùa phơi chất tam tiệm bao phủ bột mình tới ban còn tự chẹt số tha tao bán plak đô là bọc hàng cao thế ọt thì plak đô là bọc hàng nồng này mà vậy thì mình ai nhận nhóm theo bài ấy dù vậy nè chân ban mà chụp mất hả từ điên mũi cái này nó cái xu mà cái xu vì family cái xu ấy chẳng á mà phải kê thôi mà đi vào bị bom phone mà này cái thế ắt xu bị bom phone này như xu your partner your wife your children này nhưng mà thằng admin đấy cái đầu what admin sót rồi còn club miền hay admin thằng admin mỏng cái mau bị vậy đó bên là môn nắng cái cupong ta ôi thay dụng mấy cái bạn đây con về thử tục ấy nó coi chèo ngô có về riêng á về chẳng tới mà thằng admin cái thằng mà vậy lấy nhé are you kidding me vậy lấy nhé đó nó vậy men mà cái thằng what how can you live cái thằng ru hỏng mách you nan này admin chứ admin váy admin girlfriend anh nó có nè này có thà ôi đâm ruộng mày ấy cái ta sầm mai tránh cái nè hay cái số tham á cho bẹ son này ra ấy cho được tham miên toàn đặc cầm ấy rứ ban đặt chỉ vứt ở chấm bạn mà thà anh men ấy đấy còn thằng nhom sầm mai chơi như thằng này anh ai rồi ăn miền đầy khu chẳng á bầm miền và bốn mới còn miền ấy chẳng ấy chẳng bạn mà thà nắng thời gian mà nè thế phần mấy nhầm lư này anh vậy đó bạn để phải giúp mình bạn để mấy con phơ tục nâng nhóm việc còn admin là nâng phần I sleep peacefully để chẳng sưu nâng ai phần này cái số tiết thà lời cái khởi nhà khởi thà về sưu chẳng bên bất là anh nâu ta chẳng là hốt để xa cho bịa son này ra rồi có xây đó mà thằng admin bịa son ra ấy thì có phần tay còn là bây giờ smart chất vô phết ní nâng dừng smart chất thì dừng hoạt cái này chẳng ai ấy số định mà thì chấp hết nâng idol ba đấy các bạn miền cũng not pay và liên thắc trong trên sải ca than sải có ban ở đây ham ca thằng nồng chẳng đã đấy chẳng xuống là ta sẽ đua ta giờ đây phía pin tí ban khẩn tha nấu pe để dân ca là nắng bên khẩu miền lẹ khăn được dân châu từ thôi ca nó cũng hôn nào mùi chấn cái thà từ tòm ấy thử thôi ấy nắng chỉ ca smart chất bao dân ta ấy nhom thưa đấy đôi smart chất bao nhom khi ông miền sủng pít tha bộ put ở nhom vô bộ put đấy đấy
ngày nay trong vô thành chen tới ca đó chọn cái thấy sửa lại thà riêng mà thà rừng sưu miên chọn chiêm năng tiền rồi vì năng mà bạn kì chơi ta su tới bạn kì được chơi lá thà nông lục nó miên mê riêng chẳng đây thà miên hay miên chọn chiêm năng tiền mà bạn oi website ấy kì mơ đâu chẳng bạn thô của bốn cái bạn cọp trâu page ở sân như mà nó bạn sắc xa riêng số phơi chỉ vẫn thu chán là như nhau hay bây giờ nấu kỹ cất nâng của bốn thái nấu tha string ở phồng riêng bây giờ ông thế nâng kha đây giờ là việc bọn nâng pleu cái bây giờ dạy pi bed của miền trà đây mình đấy hai bà dạy pi symptom cứ à rốt sinh nhá pleu cái miền bản đập bản đất trơn còn đây pleu chất sâu miền bản đập bản đất đấy miền bệt là mưa đằng này nấu sọc mà nương từ na căng cặp lưng bánh cái bánh anh có miền này nè ngày chân ban là bánh hà pleu chất được màn dây mình chẳng không lốp cái tôi là mình nâng khóc pro cả đây tôi là mình nâng stress tràn tôi là mình nâng thôn thọp tràn mình nâng lên trong một trong co đứa của mua máu tràn này chẳng tất mà cái chặt tục thà chỉ chừng ngữ pleu chất còn tay mê kia để bọn rồi khơi thà rồi lại có sao là thua thằng nó sao tới chỉ cùng như chừng ngữ pleu chất để có bay cầm nặng đằng của khả năng nó về từ mà đòn tí pleu chất nè khăn cào đây nè sao để chừng ngữ nàng hạ trong ban hào thà ba bạch chặt trong ban lơ và màn có chỉ chừng ngữ đây ba mình chẳng mẹ mình nước từ luôn không là bài nhỉ mà nước luôn không là bài mau pi mình nước mình là một nàng ngày Vister chắc nè vẽ khai ban tích pe phơi càng nghe hot pe trong ban sủ nó sao chừng ngữ à hay oi tại châu tộc là bánh cái đây sầm máy khơi lôi từng kịp món á cái đây sầm máy ban lôi nữa nó chỉ chừng ngữ đây chỉ rô pleu chặt đây còn đấy mà nó ăn nghe khơi thay chỉ rô cái hay đôi thay nên nơi sọc mày theo OL football mày chứ khơi kịp sai chứ ba mình nước ọt cao chừng ngữ lốp luôn thế còn nghe từ tranh bao cả đường này bộ đã lôi tới cứ thể chắp bàn hay đa tam mê kia bột ọt nghe tranh bao tới với vô miền là sần đau nữa cả chế cục còn chế trade o chụp bùa robot để rùa bàn máu đòi thua cái nhé vì mình lươn mến bên nó mình chế cả lắp ấy bởi vì lan nữa nè đôi giặc tiết lớn từ rươn bằng ngày cháu về ngày đua lên cùng từ trình tam mà view phăng cái tích chẳng bịa thả rô pleu cho tam mê kia bởi thua xong bây con là vô khóc nó có chứ mà thả chừng ngữ đây chẳng á con là vô khóc cha sẽ cái đây bật có chỉ một thằng chừng ngữ để trồng xìa bao này bọn bịp đôi chỉ so để một job hay miền nghiêng thế đó nhưng chưa khóc xây nhá chỉ vì xét sự cài ở thực thể nữa anh được chơi bệnh dịch bị chừng ngữ pleu chặt mũi tam mê kia và thôn nó là ắt là on maintain hay nó pe đại liên khơi từ đó ác của sao là thuaឬក៏của sao là thua để cạtឡើងនៅក្នុងជីវិតប្រចាំថ្ងៃរឿយអាភាពតានតឹងហ្នឹងវានឹងអស់ទៅដោយមិនដឹងថាវាអស់ពេលណាទេចឹងបានមានពេលខ្លះញាតិញោមគាត់ខិនតែមាន feeling ថាធូរប៉ុន្តែគាត់មិនដឹងថាវាអស់ពេលណាដែរដូចការដែលស្មានទៅកន្លែងណាធ្វើកឋិនផាកអីគេកន្លែងផាកធ្វើកឋិនBurden Park คลิปមួយបន្តិចញោមម្នាក់គាត់មកជួបខ្មែរគាត់ថាคลิปនោះមកបោះដែរគាត់ថាទុកបោះគាត់ពីមុនមកគាត់ថាភ្នំពីរដូចជាមិនធ្ងន់ដល់ទុកបោះគាត់ទេចឹងណាប៉ុន្តែដល់ពេលគាត់ស្ដាប់យូរទៅវាយល់ដល់យល់ទៅគាត់ថាទុកបោះគាត់ទៅមិនដឹងទៅណាទៅហើយអត់ទាំងប្រឹងផងអត់ប្រឹងលះទេបានអីប្រឹងលះព្រោះតួលះតួបញ្ញាតាដល់ពេលយើងស្ដាប់ទៅកុសលធម៌វាកើតទៅបញ្ញាវាចម្រើនឡើង
តួបញ្ញាហ្នឹងវាទៅបំភ្លឺផ្លូវចិត្តហ្នឹងឲ្យវាភ្លឺដល់ភ្លឺទៅយើងមានតឹងណាទេព្រោះតួតឹងគឺតួអកុសលទេឃើញទេតួតោសៈតាតួតឹងណាយើងរៀនដឹងហើយតួតឹងចិត្តហ្នឹងគឺតោសមូលចិត្តហ្នឹងហើយចិត្តដល់បញ្ញាកើតវាទៅកំចាត់អាហ្នឹងណាវាមានតែភាពស្រាលគាត់ថាមិនក៏ស្រាលអស់លីងអញ្ចឹងគាត់សួរចឹងពីមុនគាត់ព្យាយាមតែវាតឹងខ្លាំងណាស់ប៉ុន្តែស្ដាប់យូរទៅគាត់ថាស្រាប់តែស្រាលមិនដឹងទៅណាអស់ទៅអីមិនស្រាលបើការយល់វាកើតឡើងតួបញ្ញាកើតឡើងតួកុសលធម៌កើតឡើងស្រាលហើយគ្មានមក stress អីទេអញ្ចឹងបើថាលោកសង្ឃណាមកនិយាយទៅ stress ណាអូគ្មានយល់ធម៌អីទេអ្នកយល់ធម៌មិនចេះ stress ទេហើយគណៈ stress មានតែអត់យល់ហើយពេល stress កុសលធម៌វាអត់កើតតែកាលណាកុសលធម៌កើតអត់ចេះ stress ទេអញ្ចឹងតែយើងមិនយល់ពីការបរិញ្ញាបត្ររបស់ពុទ្ធទេយកគុណសម្បត្តិខ្ញុំខំធ្វើតបុណ្យមិនក៏ខ្ញុំជួបតពិបាកអានឹងធ្វើតកាយវិការទេអត់បុណ្យមែនទេមើលថ្ងៃណាញោមម្នាក់នៅអាមេរិកគាត់សួរដូចមិនសុខចិត្តណាគាត់ថាគាត់ជាមួយនឹងប្តីគាត់ចូលវត្តតាំងពីក្មេងជួយវត្តនឹងណាណីមិនក៏ប្តីគាត់អាយុខ្លីដូចព្រមហ្នឹងហើយគាត់ធ្វើតបុណ្យមិនក៏ចឹងគង់ដូចមិនសុខចិត្តសោះបុណ្យហ្នឹងវាអត់ជួយចេះចុះនឹងហើយដែលយើងធ្វើបុណ្យមិនយល់បុណ្យឃើញទេអញ្ចឹងបានថ្មចិត្តតែនិយាយថាក្រៅពីបុណ្យណាញាតិញោមដឹងបានធ្វើភាគច្រើនដូចជំនួយមិនក៏ទៅមើលហាងឆេងដែរមុនទិញហាងមិនក៏ទៅមើលថាមានភ្ញៀវអត់ដែរប៉ុន្តែមានតែបុណ្យមួយតែថាបុណ្យមិនធ្វើហ្មងហើយមិនដឹងថាមិនទេដល់ចាស់ទៅវាកើតទុកកើតបាក់បោបាច់ខ្ញុំធ្វើតែបុណ្យមកថាប្រហែលជាមិនបានធ្វើបុណ្យទេធ្វើតែពិធីទេដឹងធ្វើតែតាមទម្លាប់ទេដឹងចិត្តបុណ្យកើតយើងចូលរៀនអភិធម្មដឹងហើយតួបុណ្យគឺតួមហាកុសលតួមហាកុសលបើនិយាយពីអវេទនាផ្លូវចិត្តវាមានតែ3ឯងសោមនស្សទោមនស្សឧបេក្ខាណាយើងគម្រាប់អាផ្លូវកាយនិយាយផ្លូវចិត្តណាសោមនស្សទោមនស្សឧបេក្ខាសោមនស្សហ្នឹងគឺរីករាយមានពីរប្រភេទរីករាយក្នុងកុសលក៏មានអកុសលក៏មានប៉ុន្តែទោមនស្សមានតែអកុសលទេទោមនស្សគឺទោសមូលចិត្តទោមនស្សបដិខៈថ្នាំងថ្នាក់តឹងចិត្ត stress ហ្នឹងមួយទៀតឧបេក្ខាកុសលក៏មានអកុសលក៏មានប៉ុន្តែបើយើងនិយាយពាក្យថាបុណ្យតទេអត់ដែលកើតមួយទោមនស្សទេឃើញទេមហាកុសល8គឺមានតែសោមនស្សហើយនិងឧបេក្ខាចឹងឲ្យតែបុណ្យកើតឬក៏មហាកុសលកើតបើទោះជាមិនរីករាយក៏ធម្មតាដែរឲ្យតែបុណ្យតែដល់ថ្នាក់កើតទុកឯងមិនបុណ្យទេអញ្ចឹងមិនស្មើជាថាបើកើតទុកគ្មានអីជាងធ្វើបុណ្យទេប៉ុន្តែឲ្យប្រកាសថាបុណ្យមែនទេចិត្តបុណ្យមែនទេស្មើមិនឲ្យធ្វើពិធីណាក៏សាងចិត្តបុណ្យមែនទេគឺផ្ដើមដោយការយល់ត្រូវយល់ពាក្យពុទ្ធតែមកកលះគាថាស្វាងចេះពីព្រោះសេចក្តីជ្រះថ្លាវាកើតហើយតែសេចក្តីជ្រះថ្លាកើតអត់មាន stress no more stress អញ្ចឹងមិនមកនៅម្នាក់ឯងក៏មិនអីទេតែអានពាក្យព្រះអង្គពិចារណាខ្លឹមសារធ្វើតែបន្តិច clean មកដូច antivirus ចឹងបាទហើយដូចកំពុងតែស្វែងរកសេចក្តីសុបាយអីផ្សេងហ្នឹងសរុបផ្លូវចិត្តតាអាទៅកន្លែងក៏ដុំក៏ដាំក៏ឈិញក៏ឈុំសរុបផ្លូវចិត្តតាតែបន្តិចទៅវាកន្លែងហ្នឹងធ្វើលែងបានមកដេកឈឺផ្ទែកមកគឺស្ដាយអាហ្នឹងបើអង្កលទៅហ្នឹងអត់ដឹងតែកំពុងតកមេរោគទេមេរោគសិតមេរោគហ្នឹងហើយប៉ុន្តែធ្វើម៉េចបើសត្វលោកយើងកើតមកនៅក្នុងភ្នក់ភ្លើងហ្នឹងដូចមួយមាអញ្ចឹងពេលហើទៅចូលចេះគិតថាខ្លួនឯងទៅរកលែងសុខអត់ទេបន្តិចងាប់ហើយបន្តិចខ្លោចស្លាប់អស់លើហើយលេងក្ដុំក្ដាំងកន្លែងស្អីទៅផឹកស្រាបំបត្តិទុកអីហ្នឹងអត់ទេកំពុងសាងប្លង់ទុកផឹកទៅអស់លុយទៅអស់ពេលវេលាទៅបាត់សុភមង្គលក្នុងគ្រួសារទៅកើតអំពើហិង្សាទៅខូចសុខភាពទៀតប៉ុន្តែគេកំពុងប្រព្រឹត្តថាកំពុងទៅរកសុខថាអត់ទេមែនទេកំពុងសាងប្លង់ទុកចឹងបានជាប់នៅក្នុងសារាហ្នឹងអាទួជាប់នៅក្នុងរសជាតិសារាហ្នឹងអង្គធើគឺលោភៈគឺតណ្ហាកំពុងសាងប្លង់ដែលនាំឲ្យកើតទុក្ខខ្ញុំសាកសួរពីការរក្សាបរិសុទ្ធហើយដល់ពេលមើលទៅសុខភាពវាមិនស្រួលអីចឹងទៅក៏ហ៊ានទម្លាក់ណាថ្ងៃដដែលដោយសារ
សិក្ខាបទទាំងអស់យើងចេះអស់ហើយអញ្ចឹងហើយយើងសិក្សាពីសិលចេតនាសិលវាមាន3ពុទ្ធជនយើងមាន2ហើយដល់ទៅអរិយបុគ្គលលោកមាន2ដែរឬក៏អាចមានដល់3អ្នកដែលមិនដឹងសិលសោះហ្នឹងទៅប្រើពាក្យថាសមាទានបើប្រែតាមពាក្យថាកាន់យកឬក៏សិក្សានៅបទដែលគូវាចាហើយដោយសារបុគ្គលនឹងអត់ដឹងថាមានសិក្ខាបទអីខ្លះបានទៅសុំសមាទានពីអ្នកដែលចេះអានឹងដែលប្រវត្តិដើមពាក្យថាសមាទានណាឧទាហរណ៍ដូចជាការដែលឈ្មួញទៅតាមសំពៅហើយបាសក់មួយគាត់ទៅសមាទានពីព្រឹកហើយអ្នកចំនួនផ្សេងទៀតហ្នឹងអត់ដែលដឹងថាសិលនឹងមានសិក្ខាបទអីខ្លះដល់ពេលសំពៅនឹងវាលិចវាបែកទឹកចូលមើលទៅគិតថាជីវិតនឹងវាត្រូវអស់ហើយពួកបរិសុទ្ធផ្សេងហ្នឹងក៏យំមានតែបាសក់នឹងមួយដែរដែលគាត់កលេចមើលជុំវិញសពគ្រប់ទៅគាត់ថាជីវិតនេះអត់នៅទេអញ្ចឹងអត់មានយកអីជាទីពឹងគ្មានស្រែករកទេវតាប្អិនប្រព្រំអីទេអត់ទេគាត់ត្រៀមសម្រាប់ខ្លួនគាត់ហ្នឹងគឺគាត់នឹកឃើញឧបោសថដែលគាត់ទៅតែសមាទានវិព្រឹកហ្នឹងអញ្ចឹងអាចថាចន្លោះពេលដែលគាត់ធ្វើដំណើរហ្នឹងមានពេលខ្លះគាត់បាននឹកដល់ឧបោសថហ្នឹងឯងឥឡូវថាចុះទូកឡើងទូអីគេឯងចឹងណាប៉ុន្តែដល់ពេលអន្តរាយមកដល់ក៏គាត់នឹកឡើងវិញនៅឧបោសថហ្នឹងខ្លួនគាត់ផ្ទាល់អត់បានសមាទានឡើងវិញគាត់នឹកទៅដល់ឧបោសថដែលគាត់បានរសាចឹងទៅហើយពួកអ្នកជំនួញផ្សេងទៀតហ្នឹងក៏ឃើញគាត់មិនមានការភ័យតក់ស្លុតអីចឹងទៅសួរថាលោកមានអីជាទីពឹងឬថាត្រូវហើយយើងមានរបស់ជាទីពឹងចឹងទៅគាត់ក៏សុំថាសុំឲ្យយើងបាននៅរបស់ជាទីពឹងរបស់អ្នកហ្នឹងមកជាទីពឹងដែររួចទៅគាត់ក៏ឲ្យបរិសុទ្ធទាំងអស់ហ្នឹងសមាទានហើយដោយសារមនុស្សច្រើនសមាទានតែម្ដងមិនអស់គ្នាគាត់ចែកជាក្រុមមួយក្រុមហ្នឹងសមាទានពេលដែលទឹកទៅតែលិចត្រឹមជង្គង់ឯងមួយក្រុមទៀតនោះពេលទឹកលិចដល់ចង្កេះមួយក្រុមទៀតនោះពេលទឹកលិចដល់កចប់3ក្រុមអស់គ្នាទៅក៏លិចសំពៅហ្នឹងទៅចឹងចង់និយាយថាពាក្យថាសមាទានមែនទែនទៅគឺសម្រាប់អ្នកដែលអត់តន់ដឹងថាសិក្ខាបទហ្នឹងមានអីខ្លះហ្នឹងហើយអញ្ចឹងត្រូវរៀនយកនៅសិក្ខាបទឲ្យតាំងចិត្តវាដោយឡែកសម្រាប់អ្នកដែលចេះហើយនោះយើងសមាទានតាមប្រពៃណីក៏បានគ្រាន់តែតាំងចិត្តក៏បានអញ្ចឹងបានការអធិដ្ឋានឧបោសថអីហ្នឹងសម្រាប់យើងដែលដឹងសិក្ខាបទឲ្យហើយហ្នឹងពលឹមឡើងតាំងចិត្តរក្សាឧបោសថដោយខ្លួនឯងតែម្ដងក៏បានដែរអញ្ចឹងថ្មគ្រាន់តែនិយាយពីប្រវត្តិថាហេតុអីបានមានពាក្យថាសមាទានហើយមិនក៏មានពាក្យថាសម្បត្តិវិរតិផងដោយសារយើងជាប់ជាទម្លាប់មកថាឲ្យតែថ្ងៃឧបោសថត្រូវតែសុំពីលោកអញ្ចឹងតែអញ្ចឹងយើងអត់បានទៅរសាពីលោកអញ្ចឹងទៅដូចអត់គ្រប់ទេមែនធៀបពិតពាក្យថាសមាទានគឺត្រូវសមាទានពីគេអាដបងណាអាដបងបំផុតណាត្រូវសមាទានពីគេមិនបានអញ្ចឹងតាមមកពីយើងអត់តាន់ដឹងថាតើក្នុងឧបោសថមានអីខ្លះអញ្ចឹងការទៅរៀនពីគេទៅកាន់យកពីគេដបងហ្នឹងឯងហៅថាសមាទានចុះយើងគ្រប់បុណ្យយើងចិត្តសុំនិច្ចសិលអីហ្នឹងអាហ្នឹងស្អីគេអាហ្នឹងមិនតែប្រពៃណីទេ
ហើយយល់ទៅលើព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់ថាចេតនាហੰភិក្ខវេសីលੰវទាមិមនាលភិក្ខុទាំងឡាយតថាគតហៅចេតនាជាទូសិលអញ្ចឹងនៅពេលដែលយើងតម្លាក់មកវិញសួរតែចិត្តយើងចង់កាន់ប្រមាណសំដៅទៅលើអចេតនារបស់យើងហ្នឹងហើយយើងតាំងចិត្តសារឡើងវិញមកថាដោយសារសុខភាពរបស់ខ្ញុំថ្ងៃនេះវាមិនអំណោយផលពេទ្យតម្រូវឲ្យហូបអីល្ងាចដើម្បីលេបថ្នាំដូច្នេះយើងសូមខមាទោសប្រតនត្រ័យទៅហើយក៏តាំងចិត្តរក្សានិច្ចសិលឡើងវិញបាច់ថាក៏បានប៉ុន្តែចេតនារបស់យើងអញ្ចឹងពីព្រោះសិក្ខាបទទាំងអស់ហ្នឹងយើងចេះអស់ហើយមិនទៅថាតាមណាទៀតក៏បានដែរអញ្ចឹងឬក៏យើងពោលលឺក៏បានស្រេចយើងឯងប៉ុន្តែចុះបើត្រឹមតែតាំងចិត្តបានអត់បានព្រោះវាខុសគ្នាដូចខ្ញុំលើកឡើងមិញអញ្ចឹងថាទី3ហ្នឹងវាខុសគ្នាហ្នឹងដល់ខុសគ្នាអញ្ចឹងយើងតម្លាក់ពីឧបោសថទៅជានិច្ចសិលប៉ុន្តែយើងតាំងចិត្តថារក្សាកាមេសុមិច្ឆាចារៈវិញជំនួសវិញមែនតើទៅវាធ្លាក់ឧបោសថអូតូម៉ាទិកហ្នឹងប៉ុន្តែបើអត់មានចេតនារក្សាសិលទេសិលហ្នឹងក៏វាអត់ប្រកបដែរហ្នឹងហើយព្រោះពាក្យថាសិលកុសលធម៌ថ្នាក់សិលហ្នឹងដល់ប្រព្រឹត្តទៅជាចេតនាជាការពិតឧទាហរណ៍យើងតម្លាក់ពីឧបោសថមកតែយើងអត់បានតាំងអីឡើងវិញសួរថាដាច់សិលណាទេអាសិល5ថាអត់ដាច់ទេប៉ុន្តែអចេតនាសិលហ្នឹងវាអត់កើតទេព្រោះតួសិលគឺជាតួកុសលចេតនាប្រព្រឹត្តទៅក្នុងមហាកុសលហើយដល់យើងក៏តម្លាក់ឲ្យមិនដឹងគិតអីផងវាគ្រាន់តែមិនដាច់សិលក៏ប៉ុន្តែมันប្រកាសថាមានសិលដែរព្រោះពេលហ្នឹងវាគ្រាន់ថាហេតុណាមួយឲ្យយើងដាច់វាអត់មានអញ្ចឹងទៅណាហ្នឹងហើយដូច្នេះបើយើងបាននឹករលឹកទៅដល់សិលវាជាកុសលធម៌មួយដែលប្រកាសឡើងពេលនោះឯងសូមទូសួរបន្តពីសិលទៀតលោកចាស់ចំពោះសិលនេះបើតាមកណាស្របស្ដាប់មកពេលក្រោយនេះគឺថាបើនិយាយពីឧបោសថបកតិឧបោសថមាន8ថ្ងៃក្នុងមួយខែប៉ុន្តែពីដើមមកកណាពីអត់ធ្លាប់ដែលបានឮបានដឹងចាស់អីគាត់ពោលថាមាន8ថ្ងៃអញ្ចឹងឯងធ្លាប់ឃើញតែ4អញ្ចឹងទៅចាស់បើកណាចាំមិនច្បាស់ទេប៉ុន្តែពីក្មេងមកហាក់ដូចជាឃើញថាចាស់ហ្នឹងគាត់សមាធិតែ4ថ្ងៃអញ្ចឹងហើយមួយទៀតពេលថ្ងៃសិលអីអញ្ចឹងទៅឃើញចាស់ទៅវត្តហ្នឹងទៅចំតែ4ដងអញ្ចឹងទៅហើយជាពិសេសទៅទៀតប្រតិទិនខ្មែរយើងឃើញដាក់តែ4រហូតអញ្ចឹងហើយកណាឆ្ងល់ចុះហេតុអីបានជាក្នុងប្រតិទិនហ្នឹងមិនដាក់ឲ្យពេញ8ទៅហើយមួយទៀតតើអ្នកដែលសមាធិឧបោបកតិឧបោសថហ្នឹងតែតែសមាធិបាន8ថ្ងៃនឹងដែរឬក៏អត់ទេដូចខ្ញុំកណាអីហ្នឹងវាធ្លាប់បានតែ4ទេអញ្ចឹងទៅវាអត់បានដល់គ្រប់8ទេហើយមួយទៀតខ្ញុំកណាធ្លាប់ស្ដាប់លោកគ្រូរុសុផាតលោកធ្លាប់មានប្រសាសន៍ថាពីជំនាន់មុនមកជំនាន់ពុទ្ធមានតែ6ថ្ងៃទេតដល់ក្រោយមកបានព្រះអរហន្តលោកបន្ថែម2ថ្ងៃទៀតដើម្បីឡើងជា8អានោះតាមកណាស្ដាប់មកអញ្ចឹងហើយថាវាយ៉ាងមិនដែរកូនចាស់ហើយមួយទៀតខ្ញុំកណាឆ្ងល់ថាបើវាមានអញ្ចឹងហើយហេតុអីក៏ខ្មែរយើងដែលជាអ្នកកាន់ពុទ្ធសាសនាយូរលង់មកហើយនឹងក្នុងប្រតិទិននឹងដាក់តែ4ថ្ងៃរហូតមកដល់10ថ្ងៃនឹងអញ្ចឹងជាដំបូងឡើយនឹងមានតែ4ហ្នឹងឯងប៉ុន្តែគ្រាន់ថាដោយសេចក្តីជ្រះថ្លារបស់អ្នករក្សាហ្នឹងលោកចង់វឹកហាត់ចិត្តហ្នឹងឲ្យវាកាន់តែប្រសើរឡើងក៏ថែមថ្ងៃអញ្ចឹងទៅហ្នឹងហើយប៉ុន្តែយ៉ាងហោចឲ្យបាន4ថ្ងៃហ្នឹងឯងក្នុងមួយសប្តាហ៍ម្ដងហ្នឹងហ្នឹងហើយមិនជាខុសតោះអីទេអានេះដូចថាយើងគេបិច extra ពីព្រោះវត្ថុបំណងនៃឧបោសថសិលហ្នឹងគឺដើម្បីរៀនហាត់លះកិលេសមែនទែនទៅលះការជាប់ជំពាក់ហ្នឹងហើយរហូតដល់លោកអ្នកខ្លះនោះថែមថ្ងៃប៉ុណ្ណឹងលោកមិនទាន់ពេញចិត្តនៅឡើយនៅចង់សាកដូចថាក្នុងភាសាអីចឹងទៅជាបដិហារយៈឧបោសថហ្នឹងគឺរាល់ថ្ងៃចឹងទៅនិយាយរួមទៅវាជាការបន្ថែមហើយបើយើងគិតទៅក៏ប្រព្រឹត្តទៅជាកុសលក្នុងការលះការជាប់ជំពាក់ហ្នឹងឯងទោះបីវាមិនមែនដូចថាមានអ្នកខ្លះលោករសារហូតដល់ក្រៅភាសាទៅទៀតដូចថាដល់រសារចឹងទៅដូចវាស្រួលខ្លួនដែរហ្នឹងដូចជាមិនអញ្ញាច្រើនណាហ្នឹងប៉ិនហៅថាឧបោសថទេអានោះអត់ហៅទេតាមវិន័យអត់ហៅទេប៉ុន្តែអកុសលធម៌នោះវាស្មើគ្នាហ្នឹងហើយវាប្រព្រឹត្តទៅក្នុងការវិចារដូចគ្នាប៉ុន្តែយ៉ាងហោច
បើយើងនិយាយពីអបោសុតហ្នឹងយ៉ាងហោចគឺ4ថ្ងៃហ្នឹងឯងហើយវាយើងចង់ថែមមួយថ្ងៃរឿងរបស់យើងហ្នឹង extra ពីព្រោះបើនិយាយពីឆ្នាំវិញវានៅតែដដែលទេគាត់ណាវាមិនចំថ្ងៃក៏ពិតមែនប៉ុន្តែបើនិយាយពីចេតនានៃការវាចាក់ប្រព្រឹត្តទៅជាកុសលធម៌ដូចគ្នាដដែលនឹងចង់មួយថ្ងៃបានតែខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូដ៏ជាទីគោរពសក្ការៈទៀតពេលដែលបងអូនបណ្ណានឹងបានទូលសួរព្រះអង្គពីបញ្ហាឧបោសថហ្នឹងខ្ញុំកណ្ណាក៏នឹកឃើញកាលពីលើកមុនប៉ុន្តែដូចជាយូរឆ្នាំដែរហើយខ្ញុំកណ្ណានឹងក៏ទៅឥណ្ឌាហើយត្រឡប់មកវិញជ្រះថ្លានឹងព្រះគុណធ្ងន់របស់ព្រះសម្មាសម្ពុទ្ធព្រះធម៌និងព្រះសង្ឃហ្នឹងក៏បានតាំងចិត្តថាសុំសិលរាល់ថ្ងៃដែលគេហៅថាបដិហារយៈហ្នឹងណាទៀនហើយទៅវាស្រួលដល់ស្រួលទៀនដូចថារាល់ថ្ងៃដឹងថាសិល8ចឹងហ្មងហើយគោរពល្អប្រតិបត្តិប្រយ័ត្នប្រយែងណាដល់តែក្រោយមកទៀតក្រោយពេលដែលខ្ញុំកណាមានគ្រោះថ្នាក់ធ្ងន់ហ្នឹងទៅក៏សុំទៅអត់បានវាដូចទៅលេបថ្នាំល្ងាចអីអញ្ចឹងប៉ុន្តែដល់ថ្ងៃមួយនោះខ្ញុំកណាសុំក៏នៅតែរក្សាម៉ត់ចត់ដែរប៉ុន្តែមួយអាទិត្យបានតែមួយថ្ងៃទេហើយទៅដល់ពេលនិយាយពីប្រយ័ត្នប្រយែងតាំងពីព្រលឹមមួយមកចត់ណាស់ទួលទៀនអីហើយរត់ទៅដោះថ្មីលាងសម្អាតមាត់អីហើយសពគ្រប់ស្រាប់តែល្ងាចឡើងចៅទីរបាយមកផ្ទះបាយភ្លេចក៏ភ្លក់ម៉ាត់ពីរម៉ាត់ទៅហើយដល់ហើយទៅកាលហ្នឹងខ្ញុំកណាភ្លេចទៅទូលសួរព្រះអង្គដែរប៉ុន្តែអត់ចាំថាព្រះអង្គមានតរដីកាទៅប្រទានអវាទហ្នឹងយ៉ាងម៉េចខ្ញុំកណាគាត់ចាំថាទូលព្រះអង្គហើយព្រះអង្គព្រះសម្រួលតិចមកព្រះអង្គមានតរដីកាថាបើបានជា2-3ម៉ាត់ចឹងបើហើយតែម្ដងទៅប៉ុន្តែខ្ញុំកណាភ្លេចសូមព្រះអង្គមេត្តាអនុគ្រោះទានសូមប្រទានអវាទដងទៀតខ្ញុំកណាភ្លេចថាបើអញ្ចឹងត្រូវធ្វើម៉េចដើម្បីឬមួយក៏យើងសូមនិច្ចសិលវិញកន្លែងហ្នឹងទៀតសូមអរព្រគុណកុសលធម៌ថ្នាក់សិលដែលល្អបំផុតនោះមិនមែនត្រឹមតែរឿងជ្រះថ្លានិងប្រគុណធ្ងន់របស់ពុទ្ធទេការរក្សាសិលដែលល្អបំផុតនោះទល់តែឃើញទោសនៃអកុសលចឹងណារឿងយើងជ្រះថ្លាចំពោះពុទ្ធវាអត់ពាក់ព័ន្ធមួយសិលទេចឹងណាសិលគឺពាក់ព័ន្ធនឹងឃើញទោសអកុសលហ្នឹងហើយយើងរក្សាដែលត្រឹមត្រូវបំផុតមិនមែនព្រោះជ្រះថ្លាមួយពុទ្ធមិនមែនព្រោះចង់បានសម្បត្តិឋានសួគ៌អត់ទេព្រោះបើយើងដាក់ទិសដៅផ្សេងយើងនឹងអាចមានសម្ពាធពេលយើងរក្សាវាតឹងមានពេលខ្លះតឹងសិលជាការពិតហ្នឹងវាបរិសុទ្ធបានដោយសទ្ធាប៉ុន្តែក៏លើឃើញទោសនៃអកុសលឧទាហរណ៍ថាយើងរក្សាសិលមួយហ្នឹងដល់ឃើញលំអរបស់វាផងឃើញទោសរបស់អកុសលផងដូច្នេះវាអត់មានពាក់ព័ន្ធអីជាមួយពុទ្ធអត់មានពាក់ព័ន្ធអីជាមួយនរណាទេពាក់ព័ន្ធតែពីការផ្គងចេតនារបស់យើងឯងហើយក៏អត់ងាយភ្លេចដែរអញ្ចឹងណាហើយតែយើងរក្សាព្រោះទៅរំភើបជ្រះថ្លាជាមួយព្រះអង្គឬក៏ចង់បានអីផ្សេងងាយភ្លេចងាយភ្លេចតែបើសិលប្រព្រឹត្តទៅដើម្បីដោះខាត់សមាធិចិត្តហើយដឹងតួនាទីសិលនឹងធ្វើអីសិលនឹងវាវិលះអីអាហ្នឹងងាយភ្លេចទេអញ្ចឹងណាអត់ងាយច្រឡំទេយើងមើលដូចជារឿងមួយដែលយាយវិសាខានាំស្ត្រី500នាក់ដែលដើរតាមនាងទៅជួបព្រះអង្គនោះសួរស្ត្រីខ្លះមិនក៏រសាឧបោសថខ្លះថាចង់បានឆាប់ទៅតកូលខាងប្តីចង់និយាយថាឆាប់ឲ្យមានគូហ្នឹងហើយមកឲ្យនៅយូរដូចថ្មពេកចឹងគេសាសិលសុំឲ្យឆាប់មានគូហ្នឹងវាជាទុកលំបាកមួយដែរងាយមានគូមែនណាតន្ទឹងស្អីក៏ដោយតែតន្ទឹងពិបាកមែនណាបើអត់តន្ទឹងអត់អីភ្លេចដាច់ខែភ្លេចដាច់ខែប៉ុន្តែតន្ទឹងហ្នឹងតែមួយថ្ងៃក៏យូរដែរនាងខ្លះទៀតថែរក្សាបោសុតដើម្បីកុំឲ្យមានស្ត្រីរួមប្តីចឹងនិយាយថាសូមឲ្យមានដៃគូចិត្តស្មោះចឹងនិយាយចឹងណាកុំឲ្យមានអីញែកអីហើយខ្លះទៀតសូមឲ្យបានកូនប្រុសដំបូងអីចឹងទៅហ
ហើយដល់ជាដូនចាស់ហ្នឹងក៏អត់មានប្រាថ្នាប្តីប្រាថ្នាកូនប្រាថ្នាអីណាណីទៀតទេតែគាត់ប្រាថ្នាថាក្រោយពីស្លាប់ទៅកាន់ឋានសួគ៌ហើយយើងភ័យច្រើនហងៃជាប់អាហ្នឹងខំហ្នឹងខ្លាចជាតិក្រោយអត់បានឋានសួគ៌ហ្នឹងហើយមែនទេនៅទាំងអស់ហ្នឹងសិតតែខុសទិសដៅសិលទាំងអស់នាងវិសាខាគិតថាអូណូនាងទាំងឡាយនេះយកឧបោសថសិលដ៏ល្អយកទៅដូរយករបស់ថោកទាបនាងថាអញ្ចឹងអារបស់ថោកទាបអញ្ចឹងមិនបាច់យកអីទៅដូរទេអាកលេសក៏ទៅរកបានដែរអានោះមិនអញ្ចឹងហ្នឹងហើយចង់បានប្តីរកប្តីទៅចង់បានកូនមានប្តីទៅនឹងហើយចង់ខ្លះខ្វះអីប្រទេសគេអត់ស្គាល់សិលមានប្តីរាប់គ្រប់តែគ្នាមិនអញ្ចឹងហ្នឹងហើយហើយសម័យដែលអត់ពុទ្ធត្រាស់ដឹងហ្នឹងក៏គេកើតឋានសួគ៌ទៅញយអត់តែចេះធ្វើទានធ្វើអីទៅបានដូចគ្នាប៉ុន្តែដែលព្រះបរមគ្រូឲ្យឈ្មោះថាឧបោសថហ្នឹងមកពីពាក្យថាឧបៈនិងឱសថឱសថហ្នឹងយើងដឹងហើយប្រែថាថ្នាំជាថ្នាំជាឱសថឧបៈហ្នឹងប្រែថាមានប្រសិទ្ធភាពហ្នឹងហើយថ្នាំដែលមានប្រសិទ្ធភាពដើម្បីអីដើម្បីកម្ចាត់អាតួបរិយុទ្ធានកិលេសហើយនឹងវិតក្កមកិលេសសំទោសវិតក្កមកិលេសមិនបរិយុទ្ធានវិតក្កមកិលេសចឹងយើងមើលត្រឹមតាសិល5មើលតើវាល្អប៉ុណ្ណាដែលទី1គឺទៅលះអចេតនាហៅថាវតកចេតនាហ្នឹងវតកចេតនាហ្នឹងគឺចេតនាសម្លាប់ឃើញទេអញ្ចឹងទិសដៅសិលហ្នឹងមិនមែនទៅឋានសួគ៌ទេគឺទៅលះចេតនាសម្លាប់ឃើញទិសដៅរបស់វាគឺទៅលះអាចិត្តចង់សម្លាប់សត្វតូចសត្វធំអីទាំងអស់ហ្នឹងទៅលះអាហ្នឹងអញ្ចឹងប្រសិទ្ធភាពរបស់សិលទី1គឺទៅលះអាហ្នឹងឃើញទេហើយដល់ពេលវារៀនលះអចេតនាចង់ឲ្យគេស្លាប់ហ្នឹងទៅវាទៅបណ្ដោះគុណធម៌មួយហៅថាមេត្តាធម៌ឃើញទេឃើញទិសដៅរបស់វាមេត្តាធម៌ loving kindness ហ្នឹងតួមេត្តាធម៌ហ្នឹងវាកើតឡើងកើតទៅជាអបមញ្ញាធម៌ហៅថា unconditional love ស្រឡាញ់រាប់អានមិនថាតែកូនយើងកូនគេសាសយើងសាសគេសត្វតូចសត្វធំអីទេប្រសិទ្ធភាពរបស់វាបណ្ដោះអាហ្នឹងអញ្ចឹងលះអចេតនាចង់ឲ្យគេស្លាប់ហើយនឹងមានអចេតនាចង់ឲ្យគេរស់ដោយល្អចង់ឲ្យគេបានសេចក្តីសុខឃើញទេអញ្ចឹងល្អរបស់សិលហ្នឹងល្អអញ្ចឹងអាហ្នឹងបានចំថាម៉េចបានសារសិលហ្នឹងអញ្ចឹងទេទី2លះអីគេប្រសិទ្ធភាពរបស់វាលះអីលះថៃចេតនាថៃចេតនាថស្រេយោជាងយោហើយចេតនាថៃចេតនាគឺចេតនាលួចអញ្ចឹងក្រៅពីឱសថនេះអត់មានអីដែលមានប្រសិទ្ធភាពទៅលះអថៃចេតនាហ្នឹងទេថៃចេតនាហ្នឹងគឺចេតនាលួចអញ្ចឹងសិលទី2ហ្នឹងវាមានប្រសិទ្ធភាពក្នុងការលះចិត្តលួចឃើញទេទី1លះចិត្តស្លាប់ទី2លះចិត្តលួចអញ្ចឹងទិសដៅសិលអញ្ចឹងហ្នឹងហើយដល់យើងយល់ពីសិលអញ្ចឹងណាទើបយើងអាចចម្រើនសីលានុសតិបានសីលានុសតិហ្នឹងគឺការរលឹកសិលហ្នឹងភាវនារលឹកសិលហ្នឹងឲ្យកើតកុសលជាហូរហែទៅជាសមាធិទៅជាអនុសតិវាទល់យល់អាហ្នឹងយល់ឃើញអាលំអអូកុសលសិលកើតឡើងវាល្អយ៉ាងម៉េចនឹក reflect ឡើងវិញមកសบายចិត្តហ្នឹងហើយដល់ពេលចេតនាលួចហ្នឹងវាអត់កើតឡើងវានាំឲ្យធម៌ហ្នឹងដុះមកបច្ច័យឲ្យធម៌មួយទៀតដុះហៅថាសម្មាអាជីវៈជាអង្គនៃអរិយមគ្គមួយហៅថាសម្មាអាជីវៈការចិញ្ចឹមជីវិតដោយប្រពៃប្រកបដោយធម៌បានការចិញ្ចឹមជីវិតទាំងកុហកទាំងលោកបាក់ណាមែនទេថាញាតិញោមបាក់ទៅរលុយលោកក៏បាក់ដែរបើស្រួលមិនមែនទៅស្រោចទឹកទេចូលមកទៀតហើយអាហ្នឹងខុសធម៌សុទ្ធអត់កើតសង្សាមាអាជីវៈផងទៅឲ្យសិលគេមិនឥឡូវឧទាហរណ៍ព្រ
ព្រោះឲ្យសិលទី2គឺបង្រៀនឲ្យមនុស្សរស់ដោយធម៌អត់ឲ្យបៀតបៀនគេដើម្បីរស់ឯងហើយមិនឲ្យរស់ស៊ីអីដែលខុសច្បាប់ខុសត្រឡប់ខុសធម៌ទេបើញាតិញោមឲ្យលះអីគេលះអាចំនួន5នឹងទៀតមានលក់គ្រឿងសង្វឹងមានជួញមនុស្សជួញសត្វស្ត្រាវុធថ្នាំពុលហ្នឹងហើយញាតិញោមលះបានតែប៉ុណ្្នឹងព្រោះស្អីរត់លះបានតែប៉ុណ្ណេះហើយកុំលួចមិនលួចហើយលះអា5ហ្នឹងអាហ្នឹងមានន័យថាជីវិតហ្នឹងរស់នៅដោយល្អហើយប៉ុន្តែលោកសង្ឃអត់ទេលះប៉ុណ្ណឹងអត់តល្អហើយលោកសង្ឃលះអនេសនៈ21ទៀតហើយនឹងបាបធម៌5ទៀតអាបាបធម៌5ហ្នឹងអនេសនៈ21មានន័យថាស្វែងរកនៅរបស់ដែលមិនគួរស្វែងរកតែដើរសុំញោមមកជួយអាត្មាផងសឹកខំអស់ញាតិញោមសុំគេអត់អីទេបើគេឲ្យញាតិញោមអត់មានប៉ះពាល់សិលទេលោកតេញោមមួយអាត្មាកំពុងខ្វះមហូបជួយផងឆាន់ទៅសៀងទេអីហ្នឹងហើយបានមកអារបស់ហ្នឹងឈ្មោះថាបានមកមិនប្រកបដោយធម៌ទេមានន័យថាលោកចិញ្ចឹមជីវិតអត់ដោយធម៌ទេណាឬក៏ទៅឲ្យថ្នាំគេទៅធ្វើពេទ្យរហូតដល់ប្រើអវិជ្ជាអូមអាមក្តាំដុតហ្នឹងទៀតសិតតបាបធម៌ទាំងអស់មិនស្រួលទេណាហើយណាគេចង់បួសណាហើយអានឹងយើងស្ដាប់ឲ្យដឹងផងគីឡូហ្នឹងហើយសិតតែរឿងមិនគួរធ្វើទ្រុសតកូលឧទាហរណ៍ថាធ្វើជាអ្នកនាំសបុតនាំអីគេចេះខ្លះគេឲ្យប៉ុន្តែឈ្មោះថាចិញ្ចឹមជីវិតអត់ដោយធម៌ទេហ្នឹងហើយនិយាយច្រើនតិចអញ្ចឹងពាក្យថាសិលនេះមិនមែនទិសដៅអីផ្សេងក្រៅពីលះអកុសលឋានៈការចិញ្ចឹមជីវិតហ្នឹងតែទី2ពាក្យប៉ុណ្ណាការចិញ្ចឹមជីវិតហ្នឹងហើយមិនលួចហើយនឹងរស់ប្រកបដោយធម៌ឃើញទេមានសម្មាអាជីវៈហ្នឹងឯងមែនតើមកឃើញថាសម័យរងថ្ងៃនេះសឹងថាញាតិញោមអាផ្នែកចិញ្ចឹមជីវិតហ្នឹងឲ្យតែមានការងារមួយត្រឹមត្រូវរស់ប្រកបដោយធម៌ជាងលោកសង្ឃពួកលោកសង្ឃត្រូវថែមអានេសនៈ21ហើយនៅបាបធម៌5ហ្នឹងទៀតអាលាភេនលាភឹងនេះជាគឹងសនតានោះអានឹងគឺថាចម្រៃហ្មងទីឲ្យឃើញញាតិញោមទៅវត្តឲ្យនេះឲ្យនោះដើម្បីអីដើម្បីឲ្យគេនឹកឃើញទៅគេប្រគេនច្រើនមកវិញនោះឃើញញាតិញោមទៅកាប់ដូងឲ្យអានឹងសើខុសអស់ទឹកតែឲ្យនោះតែបើថាវត្តហ្នឹងមានគណៈកម្មការអីចាត់ចែងជំនួសលោកទៅអត់អីទេតែបើលោកទៅញោមហូបហ្នឹងញោមនេះដើម្បីអីធ្វើឲ្យគេសប្បាយចិត្តគេនឹកឃើញគុណលោកទៅឲ្យនេះឲ្យនោះអាហ្នឹងឯងសិតតែចង្រៃរបស់លោកទាំងអស់ត្រូវមកពីលោកអត់ដែរប្រាប់ដល់លោកអត់ដែរប្រាប់ញាតិញោមសប្បាយចិត្តអញ្ចឹងហ្នឹងហើយរឿងហ្នឹងលោកត្រូវតែប្រាប់ដល់អញ្ចឹងញាតិញោមគាត់ជ្រះថ្លាច្រឡំទៅវត្តនោះលោកអត់រាក់ទាក់សោះហ្នឹងឆ្មើងណាហើយយើងទៅសប្បាយនឹងលោកធ្វើបាបទៅឃើញទេត្រូវហើយហ្នឹងហើយត្រូវហើយយើងមើលនៅក្នុងវិន័យភាគ1ហ្មងទៅមើលសិក្ខាបទឲ្យបរិស័ទមិនបាច់ស្អីសូម្បីស្មៅវណ្ណស័យក៏ខុសដែរហ្នឹងហើយប៉ុន្តែបើយើងស្ដាប់មួយផ្លេតអញ្ចឹងលោកអើយវិន័យអីក៏យ៉ាប់មិនគាត់ឲ្យគេឲ្យអីឯងឲ្យគេមិនក៏យ៉ាប់មិនព្រោះអ្វីដែលព្រះពុទ្ធព្រះអង្គបង្រៀនណាគឺដើម្បីហាមអាសវៈកិលេសក្នុងចិត្តទេដូចយើងសិក្សាឲ្យលំអិតណាកុំតន់អាលវិនិច្ឆ័យថាហេតុអីបានជាលោកឲ្យនេះឲ្យនោះគេនឹងវាចាត់ជាបាបធម៌ពីព្រោះវាច្រើនតែឲ្យឲ្យសលឹងឲ្យឲ្យសុំសេចក្តីស្រឡាញ់ពីគេឲ្យគេនឹកគុណវិញអាហ្នឹងឯងវាជាអាសវៈកិលេសក្នុងចិត្តដែលចង់បាននេះបាននោះមកវិញហ្នឹងហើយប៉ុន្តែលើកលែងថាម៉េចថាដូចជាជាញាតតែយើងគិតមិនតាន់យើងថាមិនក៏បងប្អូនឯងឲ្យបានគេឲ្យមិនបានមិនក៏លំអៀងបងប្អូនក្នុងន័យហ្នឹងក្នុងន័យថាសម្រាប់សាច់ញាតិហ្នឹងលោកវាអត់មានចិត្តអីទៅចង់បានពីសាច់ញាតិទេឃើញទេមួយទៀតបើសិនជាមនុស្សដាច់សង្វែងមកខ្វះទីពឹងអីចឹងលោកឲ្យបានព្រោះឲ្យប្រកាសថាវាចេញពីចិត្តសង្គ្រោះមែនតើឃើញទេអ្នកក្រខ្សត់កំសត់ទូរគត់អ្នកសុំទានអីហ្នឹង
លោកឲ្យបានល្មិចបានចឹងហ្នឹងហើយដោយអត់មានបំណងអីមកវិញនិយាយរួមអាកន្លែងហ្នឹងគឺដើម្បីហាមអាតួចិត្តមួយចង់បានអីពីគេនោះហ្នឹងហើយអញ្ចឹងមិនសិក្ខាបទមួយដែលពុទ្ធបរៀនមកបើយើងឆាប់វិនិច្ឆ័យពេកយើងជួនកាលយើងបន្ទោសពុទ្ធផងមែនទេហ្នឹងហើយឧទាហរណ៍ដូចជាលោកសង្ឃនេះធ្វើពេទ្យអត់បានទេឲ្យថ្នាំឲ្យអីគេដឹងថ្នាំក៏ឲ្យថ្នាំគេអត់បានដែរដូចជាសិស្សព្រះសិរីបុត្រមួយអង្គកាលនៅកុហកលោកធ្វើពេទ្យដល់ពេលលោកមកបួសលោកឲ្យថ្នាំគេដល់ឲ្យថ្នាំគេជ្រះខ្លះគេប្រគេនអាសពុតល្អល្អសាច់កណាត់ល្អល្អមកលោកថានេះអាមកផ្ទាំងធំនេះយកទៅប្រគេនឧបជានឹងក្មួយលោកហើយអានេះខ្ញុំប្រើខ្លួនឯងដល់ពេលយកទៅប្រគេនលោកសួរថាបានពីណាបានលោកប្រាប់តាមតំណើព្រះសិរីបុត្រតេះឌីលរហូតដល់ថាវាមិនសមមកស្លៀកសពុតហ្នឹងហើយបើយើងគិតក្នុងសង្គមធម្មតាយើងគិតថារឿងល្អសោះគាត់ឲ្យថ្នាំគេថាគេផឹកទៅជាតាតែព្រះអរហន្តលោកឃើញជ្រៅជាងយើងបើកាលណាយើងឲ្យកុហកមកដឹងគុណយើងត្រឹមឲ្យសុខភាពផ្លូវកាយហ្នឹងណាគេភ្លេចរៀនអំពីសុខភាពផ្លូវចិត្តហើយគឺនឹងអរគុណតែអារឿងរស់មកសុខផ្លូវកាយប៉ុណ្ណឹងគេឈប់ស្ដាប់ធម៌អប់រំចិត្តដែរលែងឃើញតម្លៃនៃធម៌ការត្រាស់ដឹងរបស់ពុទ្ធហើយវាមានអីអស្ចារ្យខណ្ឌមនុស្សមានកន្លែងក៏ទៅរកឆ្នាំឃើញដែរឃើញទេតែអញ្ចឹងវាលែងមានការងាររបស់លោកការងាររបស់ប្រសក់ច្រឡំគ្នាអស់ថ្ងៃគិតតែឲ្យឆ្នាំគេហ្នឹងទៅកុំនិយាយធម៌មេរៀនត្រាស់ដឹងត្រូវកប់ឈឹងឲ្យលោកអាឡ័យទៅឲ្យឆ្នាំគេនោះទៅយើងរៀនឲ្យមែនតែបើមិនអញ្ចឹងទេថាហាក់ដូចជាពុទ្ធនឹងចិត្តជាថាអត់ទេមែនតែទៅអាការជាផ្លូវចិត្តនោះទៅជាគោលដៅហ្នឹងហើយត្រឹមតែពេទ្យផ្លូវកាយទៅរកកុហកគេមានបងមិនបាត់ណាប៉ុន្តែបើថាចង់ប្រាប់ពិតជាសង្គ្រោះមែនទេត្រូវហាមអាសវៈមួយទៀតនៅតែឲ្យថ្នាំគេកើតប៉ុន្តែមិនយកគុណសម្បត្តិយល់ទេមិនយកគុណសម្បត្តិទេនៅតែអាចប្រាប់ថ្នាំនឹងដល់គេបានតែមិនយកគុណសម្បត្តិថាអញខ្លាំងអញប្រកែទេអាកន្លែងហ្នឹងទៀតដូចជាព្រះបទុមធេអញ្ចឹងលោកពីមុនលោកធ្លាប់ធ្វើពេទ្យហើយលោកមកបួសហើយលោកដឹងថាវិន័យអ្នកបួសនេះមិននៅធ្វើអញ្ចឹងកើតទេពេលមួយមហេសីរបស់ព្រះរាជានឹងមានអាការៈឈឺផ្ទៃឈឺក្នុងពោះហើយពេទ្យណាមើលក៏មិនជាតែលោកកាលនៅជាក៏លោកពេទ្យប្រកែអញ្ចឹងគេឲ្យយោបល់ថ្វាយព្រះកំណត់ដល់ស្ដេចទៅថាក្រៅពីលោកអង្គនឹងអត់ដូចអត់មាននរណាប្រកែជាងលោកតាមដែលគេធ្លាប់ដឹងណាអញ្ចឹងទៅក៏ព្រះរាជាបញ្ជូនរាជបរិសឲ្យទៅសុំសួរថ្នាំពីលោកអញ្ចឹងលោកមានវិន័យមួយថាมันអាចឲ្យថ្នាំបានទេប៉ុន្តែវិនយោកិច្ចកម្មភិរោព្រះអង្គទុកឲ្យផ្លូវរស់ឲ្យយើងថារបស់ដ៏ល្អនោះមិនមែនថាឲ្យមិនបានទេដូចជាមកបួសមួយគ្នាប្រាប់ថ្នាំផងគ្នាបានប្រាប់ដល់លោកផងគ្នាសហព្រមចារអីបានហ្នឹងហើយចុះមិនក៏ប្រាប់កុហកមិនបានអីក៏កំណាញ់ម៉េចថានៅតែប្រាប់បានតែមិនយកមុខមាត់មិនយកគុណសម្បត្តិអ្នកអត្តនឹងដល់ពេលចឹងទៅរាជបរិសមកសួរលោកថាមហេសីរបស់ស្ដេចហ្នឹងបញ្ឈួនយ៉ាងនេះមួយចឹងទៅសូមលោកម្ចាស់ជួយឲ្យថ្នាំលោកថាប្រាប់ចឹងទៅវាខុសនឹងវិន័យហ្នឹងហើយលោកបែរជាសួរលោកសួរថាពោះថ្នាំហ្នឹងលោកមកលោកបរៀនលោកដូចគ្នាហ្នឹងឲ្យដឹងហ្នឹងហើយលោកសួរថាមនាលអវសោទាំងឡាយចុះប្រសិនបើជំងឺរបៀបហ្នឹងវាកើតឡើងក្នុងសហគមន៍យើងហ្នឹងតើយើងគួរប្រើថ្នាំអីហ្មងលោកដៃកណាដឹងបើសិនជាគ្នាយើងឈឺអញ្ចឹងយើងគួរដាក់ថ្នាំនេះមួយផ្សំយ៉ាងនេះរាជបរិសស្ដាប់ឮក៏ទៅផ្សំទៅដាក់ទៅជាទៅហ្នឹងហើយ
គេដឹងគុណលោកគេយកលុយមកប្រគេនលោកបានលោកថារឿងអីត្រូវមកប្រគេនអាត្មាមិនបានប្រាប់ឆ្នាំទេចង់បូជាសំចោះឃើញវាដើម្បីលះខ្លួនឯងនៅវិពិសេសក្នុងការប្រាប់ឆ្នាំគេទេហ្នឹងហើយអញ្ចឹងយកលោកឲ្យមុខហ្នឹងទៅប្រសងវិញឲ្យទៅសហគមន៍វិញមានតែថាលឺហ្នឹងលឺពីប្រសងមិនមែនលឺពីអាត្មាទេគេនៅតែប្រព័ន្ធណាលោកទៅលោកក៏ចាត់ចែងបូជាអីអញ្ចឹងទៅអញ្ចឹងក្នុងវិន័យបើយើងសិក្សាទាំងបញ្ញត្តិសិក្សាទាំងអនុញ្ញាតអាហ្នឹងបានមានច្រកចេញមានពេលខ្លះបើយើងចេះតែបញ្ញត្តិយើងប្រកាសតឹងផ្អឹសអូច្រកចេញអត់ឃើញទេចឹងបានសិក្ខាបទវាមានសម័យសិក្ខាបទឧទាហរណ៍ហាមនេះលើកលែងតែកុំភ្លេចរៀនអាលើកលែងតែហ្នឹងផងណាឧទាហរណ៍ថាហាម1 2 3អញ្ចឹងទៅវាមាន exception លើកលែងកន្លែងលើកលែងអញ្ចឹងបានយើងអនុវត្តបានតែញាតិញោមខ្លះគាត់ស្ដាប់ឮតែកន្លែងហាមមិនបានដល់ព្រះអង្គថាបានអត់ព្រមរៀនផងនៅដូចឲ្យមិនបានអញ្ចឹងប៉ុន្តែលើកលែងដូចមកលើកអញ្ចឹងណាហ្នឹងហើយដូចជាអ្នកដំណើរឬក៏អ្នកដាច់សង្វែងអ្នកកំសត់ឧបថាហ្នឹងហើយដូចអ្នកណាដែលអាចនាំអន្តរាយដល់វត្តអារាមឬក៏អ្នកមានអំណាចអីហ្នឹងអាហ្នឹងលោកមិនឲ្យដើម្បីខ្លួនលោកដើម្បីការពារវត្តអីចឹងអត់អីទេជារួមសរុបមកវិញគឺដើម្បីការពារអាសវៈកិលេសប៉ុណ្្នឹងឯងចឹងបានសិលដល់តែយើងឃើញលំអរបស់វាហើយតែយើងធ្វើបានទៅបានវានាំឲ្យកើតការរីករាយហ្នឹងហើយទី3ទី4ទី5ទៅក៏មានការអធិប្បាយស្រៀងគ្នាដែរគ្រាន់តែថាដើម្បីកម្ចាត់បងនឹងអកុសលនិងចម្រើនកុសលអបមញ្ញាបើយើងប្រែមកថាវាអត់មានដែនកំណត់អត់លក្ខខណ្ឌហ្នឹងជាធម្មតាជាសភាវគតិរបស់សត្វលោកយើងអាការស្រឡាញ់រាប់អានហ្នឹងវាច្រើនតែទល់តែត្រូវចិត្តយើងគ្នាអញក្រុមអញញាតិអញជនជាតិអញហើយអាហ្នឹងសត្វក៏វាមានដែរគ្នាវាស្រឡាញ់គ្នាវាដែរតាដូចខ្លាអីវាមិនមករៀបការមួយមនុស្សអីទេមួយគ្នាវាហ្នឹងហើយបើយើងនៅតែប្រកាន់ចរិតមួយនេះទៅធ្វើត្រូវចិត្តអញអស់ហើយតែធ្វើមិនត្រូវចិត្តហ្នឹងហូបមាត់ក៏ចង់ខ្វេះមកវិញណាអញ្ចឹងអីមានអីខុសពីសត្វអញ្ចឹងបានព្រះអង្គឲ្យចម្រើនមេត្តាមានន័យថារៀនស្រឡាញ់រាប់អានហ្នឹងទៅមនុស្សដែលយើងអត់ធ្លាប់ស្រឡាញ់ទៅមនុស្សដែលទាស់ចិត្តយើងអាហ្នឹងបានមេត្តាធម៌ហ្នឹងវាចម្រើនទៅជាអបមញ្ញាមិនទាស់ជាមួយសត្វលោកទេហើយមែនទៅនឹងចឹងមែនពិភពលោកនេះមិនបានហៅយើងមកទេហើយវាតែចឹងឯងហើយមិនឆ្នាំទេយើងទៅវិញហើយគេនៅតែចឹងមែនអត់ហ្នឹងហើយនិយាយឡើងមនុស្សឥឡូវយ៉ាប់មែនទេមនុស្សយើងអូយមនុស្សឥឡូវយ៉ាប់ហើយចុះព្រមកើត1000ឆ្នាំមុនទៅហើយមកកើតឥឡូវទៅអីនេះថាកើតតាណារៀនរស់តំណឹងទៅដល់ពេលវេលារីថៃទៅវិញទៅតែយើងទៅចិត្តដល់ពេលទៅវិញហើយមែនទេហើយញាតិញោមនៅម៉ានទៀតខ្ញុំកណាសូមទូលសួរព្រះអង្គថារឿងពាក្យថាអបមញ្ញាហ្នឹងប្រែមកថាអត់រើសមុខឬក៏អបមញ្ញាប្រែតាមពាក្យប្រែថាប្រមាណមិនបានកណាទៀតហ្នឹងហើយប្រមាណមិនបានមានន័យថាវាអត់ព្រំដែនទេកណាអត់រើសមុខនិយាយរួមទៅមានន័យថាផ្សាយសេចក្តីស្រឡាញ់រាប់អានទៅសត្វតូចសត្វធំទូទៅជនជាតិយើងមិនជនជាតិយើងសត្វមើលឃើញសត្វមើលមិនឃើញប៉ុន្មានពេលខ្លះយើងចាំតែមាត់ដល់អ្នកចិត្តយើងខឹងហូតអាហ្នឹងឈ្មោះថាវាអត់ចម្រើនទេហ្នឹងហើយសូត្រធនសូត្រច្រើនទៀតណាឧទ្ទិសបុណ្យនេះជួនកាលមិនមែនឧទ្ទិសចំពោះតែញាតិពើសន្តានញាតិតាំងពីអតីតកាលផងញាតិក្នុងសង្សារវត្តផងកុំភ្លេចថាអាឆ្មាស៊ីត្រីអាំងក៏ញាតិក្នុងសង្សារវត្តដែរណាភ្លេចអានោះភ្លេចចិត្តហ្នឹង
ហើយមេត្តាដែលពុទ្ធបង្រៀនឲ្យចម្រើនហ្នឹងសម្រាប់មនុស្សជាទីស្រឡាញ់វាអត់ពិបាកចម្រើនទេសត្វជាទីស្រឡាញ់វាអត់ពិបាកចម្រើនទេមេត្តាងាយកើតហើយក៏ងាយហួសទៅដល់លោភៈដែរហ្នឹងហើយតែអពិបាកចម្រើនមែនទែនគឺសត្វណាដែលយើងស្ទើរដែលយើងស្អប់ហើយកុំមកអួតអញស្អប់មនុស្សចឹងអីកុំអួតអាស្អប់ហ្នឹងស្អីគេមិនមែនមេត្តាទេពីវេរាហ្នឹងហើយហើយដល់គេធ្វើត្រូវចិត្តហើយបានមានមេត្តាអាហ្នឹងមិនបាច់មានក៏បានដែរអាហ្នឹងពួកគេអត់ធ្វើឲ្យស្អប់ផងមែនទេហ្នឹងស្រួលសឹងហើយស្រួលពេកអាហ្នឹងបើយោងទៅតាមតេរកុដសោតការបន្លឺវាចាល្អនៅក្នុងហ្នឹងព្រះអង្គបង្រៀនតែម្ដងថាការបើរបស់របរដែលយើងតម្កល់ក្នុងទីដែលសមគួរហើយមានតែយើងបានធ្វើជាទានហើយក៏គួរឧទ្ទិសដល់ញាតិទាំងឡាយថាទាំងវោញាតិណាំងហោតសុគិតាហន្តញាតិយោហ្នឹងអ្វីដែលព្រះអង្គបរៀនប៉ុណ្ណឹងដើម្បីឲ្យញាតិទាំងឡាយដែលមកក្នុងទីប្រជុំហ្នឹងឮហើយក៏ត្រេកអរថាយើងនឹកគាត់ព្រោះមានពេលខ្លះពួកគាត់ក៏មិនដឹងចិត្តយើងដែរអញ្ចឹងហ្នឹងហើយថាទៅពីបីម៉ាត់មកណាប៉ិនកុំហូរហែតបែលូតពេកអស់ម៉ោងលោកឆានហើយហើយពុទ្ធរៀនតែប៉ុណ្ណឹងទាំងវោញាតិណាំងហោតសុគតាហន្តញាតិយោទៀតនេះចូលមានតែញាតិទាំងឡាយសូមញាតិទាំងឡាយរបស់ខ្ញុំជាអ្នកដល់នៅសេចក្តីសុខចុះប៉ុណ្ណឹងចប់ពុទ្ធធ្វើស្អីក៏ស្រួលកាត់ខ្លី direct free អញ្ចឹងហ្នឹងហើយបើយើងមើលតាមថាអញ្ចឹងទៅតាមជនបទអីហ្នឹងរយរោមអែនៅវេហ្នឹងហើយយើងញោមគិតមើលគាត់លើកមកវេឲ្យដាក់ពីមុខចេះហើយស្អីចូលទៅក្នុងហ្នឹងទឹកមាត់ចូលវិញហ្នឹងមានអាផ្លាស្ទិកណាបាំងលើមកដាក់ក្បែរមាត់ចឹងអ៊ីទាំងអីមាក់យ៉ាងផាន់ទេអាស្នុកថ្នាំហ្នឹងអាត្មាកាលនៅណេនទៅបនគេលោកតាម្នាក់ហ្នឹងគាត់នៅថ្មិញតែមួយដល់ថ្មិញមួយចឹងមាត់វាមិនស្រួចចេះហើយគាត់ស្នុកថ្នាំចឹងហើយគាត់លើអាថាសផ្អែមមកគេហើយថ្នាំទៅធ្លុះក្ដុកចូលនៅក្នុងអាថាសផ្អែមហ្នឹងបើអាត្មាថាតិចអ្នកនៅស្រុកស្គាល់ភូមិនៅភូមិកំពង់យោលមិនចង់ថាគ្រូសាទេណែដល់ចឹងទៅចៅកមុំគាត់ឯងឃើញពីចង្អាយអត់ហ៊ានថាអីទេអាត្មាវាសំណាងហើយវាធ្លាក់មកខាងចឹងទៅហើយទៅរៀនរឿងមួយរឿងព្រះអរហន្តលោកទៅបិណ្ឌបាតមនុស្សឃ្លងដាក់បាតអីនោះណាហើយអាជ្រុំព្រាមដៃចូលលោកវាទៅលោកឆាន់មកខាងនោះបដៅចិត្តខ្លួនឯងម្ដងចឹងវាជ្រុះមកខាងមកឆាន់មកខាងមកប៉ុន្តែសំណាងវាអត់រាវបង្អែមនោះដូចនំគោអីចឹងយើងដឹងថាអាសញ្ញាវាធ្លាក់ទៅណាប៉ុន្តែថាហ្នឹងមិនគ្រោះថ្នាក់ដល់អាវេដាក់ពីមុខទេអាវេដាក់ពីមុខព្រោះទឹកមាត់ដាក់រហូតហើយបើលោកសូត្រធោច្រើនទេអាទឹកមាត់លោកហ្នឹងយើងមើលអាថ្ងៃចាំងមកពេលសូត្រដូចព្រោះចឹងហ្នឹងហើយសូត្រច្រើនគ្មានស្រីសួស្ដីទេទឹកមាត់ពេញហ្នឹងហើយចឹងបានចាស់បុរាណលោកឲ្យបាំងផ្លិតហ្នឹងធម្មវិកត្តប្រយោជន៍ហ្នឹងគឺត្រូវប្រឹងឲ្យណាស់ក្នុងការចិញ្ចឹមជីវិតហ្នឹងគ្រាន់តែយើងវាចាកនៅមុខរបរដែលប៉ះពាល់ផលប្រយោជន៍អ្នកដទៃទីមួយគឺឧទ្ធានសម្បទាឲ្យប្រឹងអត់មានឲ្យខ្ជិលទេមនុស្សភាគច្រើនតែច្រឡំថាតការស្ដាប់ធម៌រៀនធម៌ទៅលែងចង់រស់ស៊ីទៅអត់ទេធម៌ហ្នឹងបរៀនឲ្យមនុស្សប្រឹងបើមិនប្រឹងដល់កំនៅជាកុហកនៅជាកុហកត្រូវតែប្រឹងរស់ស៊ីហ្នឹងដល់នៅ